ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ថ្នាក់សិក្សាភាសាអង់គ្លេសរបស់យើងអញ្ចឹងថ្ងៃនេះផងដែរយើងជួបគ្នាម្ដងទៀតដែលយើងមកសិក្សានៅទំព័រទី96អូខេអញ្ចឹងកុំឲ្យខាត់ពេលយូរចូលសិក្សាទាំងអស់គ្នាអូខេអញ្ចឹងទំព័រទី96នេះយើងនឹងសិក្សាអំពី vocabulary and speaking ថាយើងរៀនអំពីពាក្យហើយនិងការនិយាយ sport and leisure កីឡាហើយនិង leisure One what are the activities in the photo តើសកម្មភាពអ្វីដែលមាននៅក្នុងរូបភាពទេឬក៏តើរូបភាពនេះគឺមានសកម្មភាពអីគេហៅកម្មភាពអីចឹងរូបភាពហ្នឹងអញ្ចឹងយើងមើលគេដាក់3រូបភាពទី3rugby អញ្ចឹងនេះវាគឺជាគេលេងបាល់ឱប skiing បកថាការជិះ ski ice skating បកថាការជិះ ski នៅលើទឹកកកជិះស្បែកជើង ski លើទឹកកកហ្នឹង cycling ការជិះកង់ លេង walking យើងបកថាការដើរ fishing យើងបកថាការស្ទូចត្រីwine suffering យើងបកថាជិះក្តារ ski ដែលប្រើខ្យល់ឲ្យវាមានល្បឿនទៅមុខហ្នឹងអូខេចឹងទីទៀតយើងបានឃើញរូបហើយចឹងយើងមើលទៀត sailing យើងបកថាជិះទូកក្តោង tennis លេង tennis canoeing ការជិះកាណូតkart លេងបៀ running ការរត់ swimming ការហាត់ទឹក volleyball យើងបកថាគេលេងបាល់បោះអូខេចឹងនេះវាប៉ុណ្ណឹងយើងបន្តទៅមើលរូបភាពយើងទាំងអស់គ្នាចេញមើលរូបភាពទី1 swimming ការហាត់ទឹករូបភាពទី2 tennis ការលេងវាយសីរូបភាពទី3 rugby យើងបកថាគេលេងបាល់ឱបទេចឹងយើងបន្តទៀតយើងមើលរូបភាពទី4skiing ការជិះ ski រូបភាពទី5 kart បៀរូបភាពទី6 volleyball ការលេងបាល់បោះហើយមើលបន្តទៀតរូបភាពទី7នេះគេនិយាយអំពី canoeing ការជិះ canoes អូខេចឹង canoe យើងជិះបែបនេះហើយគេចែវវាខុសពី canoe ដែលមានម៉ាស៊ីនអានេះអត់មានម៉ាស៊ីនអូខេចឹងយើងបន្តទៀតមើលលេខ8និងលេខ9ចឹងលេខ8គេថា fishing ស្ទូចត្រីហើយលេខ9 wine suffering ថាជិះski ទឹកដែលប្រើខ្យល់ឲ្យវាគេមានល្បឿនទៅមុខពេលខ្យល់បក់មកវាមានល្បឿនទៅមុខអូខេចឹងនេះមានប៉ុណ្ណឹងយើងបន្តទៀតលេខមើលលេខ10និង11 12 ice skating ជិះស្បែកជើង ski នៅលើទឹកកក11 running ការរត់12 cycling ការជិះស្កង់អញ្ចឹង cycling គឺជាជិះស្កង់អញ្ចឹងយើងបន្តទៀតយើងមើល13 14ហើយនិង15ចឹងមើល13 goal លេង3 goal ហ្នឹង14 walking ការដើរ15 sailing ជិះទូកក្តោងទូកក្តោងអូខេចឹងនេះមានប៉ុណ្ណឹងយើងបន្តទៀតយើងមើលលេខ2គេថាឲ្យយើងសរសេរសកម្មភាពនៅក្នុងកន្លោនឹងឲ្យត្រឹមត្រូវចេញមើល play លេងចឹងអានេះ play នេះកន្លែងនេះលេងអញ្ចឹងយើងអត់ចាំដាក់ ing ទេមកផ្នែកនេះយើងស្រង់យកសកម្មភាពណាដែលវាមាន ing ថែមអូខេអញ្ចឹងយើងរៀនធ្វើទាំងអស់គ្នាដោយយកអាពាក្យយើងរៀនមុននឹងបន្តិចយកមកសរសេរបំពេញក្នុងហ្នឹងអូខេអញ្ចឹងយើងមើលអូខេអញ្ចឹងយើងពេញហើយយើងទៀមតាត់ចម្លើយមើលថាត្រូវដែរឬទេចេញមើល play បកថាការលេង rugby ការលេងបាល់ឱប tennis លេង tennis cat គេថាមកទៀតvolleyball លេងគេលេងបាល់បោះgoal លេង goal going គេសកម្មភាពទេចេញមើល skiing អានេះតៅបន្តែកំពុងតៅដោយសារបូក ing តែពេល skiing យើងបកថាការជិះ ski អូខេ
swimming ហែលទឹកចឹងមក canoeing ការជិះកាណូ fishing ស្ទូចត្រី wine ទៅគេទៅស្ទូចត្រីទៅអីចឹងមកwine suffering នេះជីជីក្តារ ski ដែលប្រើខ្យល់គេហើយមើលទៀត ice skating ជីស្បែកជើង ski លើទឹកកក running ការរត់ cycling ការជិះកង់ walking ការដើរ sailing ការជិះទូកក្តោងឬជិះទូកក្តោងចឹងទៅគេទៅជិះទូកក្តោងទៅហែលទឹកទៅអីគេទៅស្ទូចត្រីអីចឹងមកដល់ពេលខាងនេះលេងtennis លេង card លេង volleyball លេង golf លេង rugby ចឹងទៅអូខេចឹងអានេះសកម្មភាពទាំងនេះយើងបានបំពេញរួចហើយយើងបំពេញក្នុងសភៅយើងទៅអូខេចឹងយើងមានប៉ុណ្ណឹងយើងបន្តទៀតលេងមើល talking about you និយាយអំពីអ្នក 3 work with a partner ធ្វើការជាមួយដៃគូ ask and answer question about the activities គេថាធ្វើការជាមួយដៃគូហើយសួរឆ្លើយសំណួរអំពីសកម្មភាពហើយមើល do you play tennis តើអ្នកលេង tennis ទេ yeah I do when did you last play តើអ្នកបានលេងអ្វីកាលពីតើអ្នកបានលេងអ្វីកាលពេលចុងសប្តាហ៍ចឹងទៅ last weekend គេហើយទៀតតើអ្នកបានលេងពេលណាចឹងមកdo you go skiing តើអ្នកទៅជិះ skiing ទេ no I don't អូខេចឹងនេះយើងបង្កើតសំណួរដោយសារជាប់ជាមួយកិរិយាសព្ទដែលយើងរៀនវិញហ្នឹងហើយឆ្លើយតាមហ្នឹងទៅអូខេចឹងនេះយើងធ្វើខ្លួនឯងទេយើងបន្តទៀតលេខមើល for tell the class about your partner គេថាឲ្យយើងប្រាប់ទៅកាន់មិត្តភ័ក្តិរួមថ្នាក់អំពីដៃគូរបស់យើងលេខមើលគេដាក់ទីហោ Kiana doesn't play golf Kiana គឺមិនបានលេង golf ទេ but she goes cycling ប៉ុន្តែនាងគឺបានជិះកង់ last year she went cycling in France កាលពីឆ្នាំមុននាងគឺបានជិះកង់ទៅប្រទេសបារាំងចឹងនេះយើងអាចនិយាយអ្វីផ្សេងក្រៅពីទីហោគេនេះបានទីយើងដាក់សំណាងចឹងយើងដាក់គាត់ធ្វើអីបានធ្វើអីចឹងមកនៅណាចឹងមកអូខេចឹងនេះមានប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់